ចឹងស៊ីណាថ្ងៃនេះខ្ញុំនឹងជីមើលស្ថានភាពនៅក្រុងបាត់ដំបងហើយថ្ងៃនេះគឺជាថ្ងៃអាទិត្យខ្ញុំអត់ដឹងថាខ្ញុំត្រូវទៅខាងណាទេប៉ុន្តែខ្ញុំចង់ទៅមើលនៅស្រះឈូកនៅសង្កែហ្មងហើយនឹងទៅមួយទៀតគឺនៅខាងឯក្នុងដែលទឹកលិចអូខេអ្នកទាំងអស់គ្នាចឹងនឹងជីទៅមុខតាអនដែលចម្ងាយវាហ្នឹងប្រហែលជាជី21នាទីដែរនឹងដល់ Head towards Street 129 and turn right on Street 129. អូខេចឹងយើង let's start អរគ្នាបាទសួស្តីអ្នកទាំងអស់គ្នានេះនៅសួនសក់ទេគេអាប់ដេតលើរូបរាងកន្លែងនេះគឺស្អាតមែនទែនតែបងសិល្បៈហើយមានរូបតែប្រងលុយទៀតណាអូខេសួស្តីអ្នកទាំងអស់គ្នាចឹងមុននឹងដល់ទៅមុខសាតាអនខ្ញុំបង្ហាញពីនៅខាងស្ទឹងសង្កែរបស់យើងវិញស្ទឹងសង្កែរបស់យើងទឹករបស់យើងគឺអត់ស្រកទេវាជាស្រកបានខ្លះហើយព្រោះអីឃើញមានអាដើមឈើនោះវាប្រឡាក់ដីដែលយើងបានឡើងដល់ប៉ុណ្ណឹងហើយវាស្រកអស់ខ្លះតែជាក់ស្ដែងយើងនៅសល់ទឹកពេញដែរតែបើមើលទៅគឺទឹកនៅសភាពនៅច្រើនដដែលគឺអត់បានស្រកទៅណាទេបានស្រកបានដូចប្រវែងហ្នឹងទុំតិចតួចហ្នឹងទុំ20ម៉ែត្រនេះគឺជាទស្សនវិជ្ជានៅខ្ទង់ម៉ោង11ក្តៅចាស់មែនតើប៉ុន្តែបើយើងទៅលេខមើលការរៀបចំសួននៅប៉ែកខាងលិចនេះគឺស្អាតព្រោះគាត់មានដាក់ជាដែកបែបនេះដើម្បីឲ្យបងប្អូនមានការប្រុងប្រយ័ត្នក្នុងការដើរមិនងាយនឹងធ្វើប្រហែលធ្លាក់ចូលទៅខាងស្ទឹកសង្កែហ្នឹងទេអញ្ចឹងការពារដល់បងប្អូនផងដែរហើយល្ងាចឡើងអីដឹងតែមានម៉ាក់អ៊ំលោកគ្រូអីគាត់មកហាត់ប្រាណហ្នឹងបាទសួស្តីអ្នកទាំងអស់គ្នា finally យើងបានមកដល់ទៅមុខសាលាតាអនហើយបើយើងមើលពីស្ថានភាពទឹកគឺអត់មានការកើនឡើងទេគឺស្រកអស់ហើយអ្នកទាំងអស់គ្នាល្មមហើយមានបងប្អូនគាត់ទៅតាមព្រៃនៅនេះដែរច្រើនមែនតើខាងនេះអូខេអ្នកទាំងអស់គ្នាអញ្ចឹងបើមើលពីស្ថានភាពរបស់យើងគឺអត់អីទេទឹកល្មមតែបើសិនជាទឹកស្រកហើយយើងមកមើលពីស្ថានភាពនៅសមុទ្រទៅមានវិធីខ្លះតែមើលពីសំតែមើលពីទឹកនេះគឺសុខស្អាតតែអូខេតែគ្រាន់តែអត់សូវមានខ្យល់អីទេនេះគឺជាម៉ូតូរបស់ខ្ញុំធ្វើដំណើរមកចឹងបន្ទាប់ពីចេញពីនេះខ្ញុំនឹងជិះទៅខាងព្រែកនរិនដើម្បីមើលពីស្ថានភាពតែមានទឹកលិចអត់ខ្ញុំគិតថាប្រហែលជាអត់ទេព្រោះអីឃើញនៅនេះស្រកអស់ហើយចឹងខាងនោះក៏ប្រកាសជាស្រកអស់ដែរអូខេអ្នកទាំងអស់គ្នានេះគឺជាសកម្មភាពបងគាត់រោត្រីមានបងស្រឡាញ់មានស្ទូមានអីនៅតំបន់ហ្នឹងចឹងបងនេះគឺជាអាជីវកម្មរបស់គាត់ដែរតែពេលដាក់ចឹងទៅនៅនេះរាល់ពេលល្ងាចឡើងគេនឹងមានលក់របស់ញ៉ាំនៅនេះច្រើនមែនតើល្ងាចឡើងអីដឹងមានបងប្អូនគាត់រៀបចំកន្លែងញ៉ាំព្រោះគេជិះមកមើលទឹកមកមើលអីហើយបើឈរនៅត្រង់នេះគឺខ្យល់បក់ស្អាតមែនតើនៅនេះផងដែរហើយនៅតាមគៀននោះគេមានរៀបចំលក់នេះលក់នោះសម្រាប់បរិភោគញ៉ាំផងដែរសម្រាប់ពេលល្ងាចឡើងណានេះបងគាត់ស្ទូចត្រីអង្គុយនៅនឹងសាក្តៅ
យើងមើលពីទៅខាងក្រោយនោះមានទុកដូចជាប្រហែលទុំ20ចុះនៅម្ដុំនេះដែលប្រព័ន្ធនេសាទត្រីនឹងជាប្រចាំថ្ងៃដោយសារគាត់រស់នៅតំបន់ខាងនោះដែរចឹងមិនត្រឹមតែពួកគាត់មកនេសាទតាមទូទេក៏មានអ្នកនៅគៀននេះគាត់ស្ទូចត្រីផងដែរដើម្បីគាត់ខ្លះក៏គាត់រកដើម្បីចំគ្រួសារខ្លះទៀតផងដែរគាត់ស្ទូចត្រីដើម្បីលេងកម្សាន្តសម្រាប់ផ្ទៃទឹករបស់យើងគឺមានពណ៌ដូចកាហ្វេអញ្ចឹងវិសាលទឹកស្ទឹងវាឡើងខ្លាំងនៅកន្លែងនេះខ្ញុំកំពុងនៅលើអាស្ពានតនតាអនហ្នឹងអានេះអត់ដឹងថាគេអីទេវាមានទឹកហើយទប់ទៅលើសម្រាមជាច្រើនតែបើសិនជាទឹកឡើងអានឹងវានឹងជាដល់ក្រោមបន្តអញ្ចឹងចឹងខ្ញុំធ្វើដំណើរទៅវិញហើយវិសាតែអូបើមើលទៅខាងនោះសភាពទឹកគឺឡើងមែនតើនេះនៅខាងនេះទឹកឡើងយើងមើលតាមនេះគឺល្ងាចឡើងមកឈៀលអង្គុយនៅត្រង់នេះលេងសប្បាយណាបងប្អូននេះបើថតពីប្លង់ខាងនេះនៅនឹងគឺស្រស់ស្អាតមែនតើអូខេអ្នកទាំងអស់គ្នាចឹងវីដេអូដែលយើងមកដល់តំណតាអនហ្នឹងគឺមានតែប៉ុណ្្នឹងឯងដោយសារទឹកវាអត់មានឡើងអីទេតែបើតំបន់ដែលទឹកឡើងជាមួយខ្ញុំសាកជិះទៅបន្តទៀតសិនដើម្បីដឹងថាមានស្ថានភាពនៅសល់ទឹកឡើងលើតាមផ្លូវដូចតែក្នុងវីដេអូហ្នឹងទៀតអត់ណាដោយសារឥឡូវអានេះដែរគឺវាបើកថ្ងៃហើយទៅរកទឹកក៏គេទប់អត់សូវឃើញមានហូរអីដែរអញ្ចឹងខ្ញុំទៅជិះសាកបន្តទៀតបើសិនជាមានអីអាប់ដេតខ្ញុំនឹងថតឲ្យបងប្អូនទាំងអស់គ្នាជម្រាបលា